3. RFA, Channel 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 3.
You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទសាមសែលសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីខ្ញុំបាទថាកត្យាក៏សូមជម្រាបសួរលោកអ្នកនាងជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអាទិត្យ12រោចខែចែកឆ្នាំរកានៅប្រស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី23ខែមេសាគ្រិស្តសករាជ2017ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃប្រធានគណៈបកប្រឆាំងថាប្រសិនបើបកខ្លួនឈ្នះឆ្នោតពុំកើតសង្គ្រាមឡើយបកប្រឆាំងថាការចាក់ចេញរបស់សកម្មជននៅមូលដ្ឋានមិនប៉ះពាល់ការគ្រប់គ្រងការបោះឆ្នោតឃុំសង្កាត់ទេអ្នកជំនាញខាងការបោះឆ្នោតបារម្ភថាការឃោសនាបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយនឹងមិនស្មើភាពគ្នានាយករដ្ឋមន្ត្រីវៀតណាមនឹងមកបំពេញទស្សនកិច្ច3ថ្ងៃនៅកម្ពុជារួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទលំដាប់តទៅនេះខ្ញុំបាទថាកត្យាសូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានធានាថាប្រសិនបើគណៈបករបស់លោកឈ្នះឆ្នោតនឹងមិនធ្វើឲ្យមានសង្គ្រាមឡើយផ្ទុយទៅវិញនឹងធ្វើឲ្យប្រជាពលរដ្ឋរួចផុតពីការផិតភ័យទាំងឡាយទាំងពួងទោះជាយ៉ាងនេះក្តីមន្ត្រីបកកណ្ដាលអំណាចនៅតែយល់ថាសន្តិភាពរបស់កម្ពុជាពិបាកនឹងធានាណាស់ប្រសិនបើបកប្រឆាំងឡើងកាន់អំណាចលោករីវីញូរាយការណ៍អំពីព័ត៌មាននេះអ្នកតាមដានស្ថានភាពនយោបាយផ្ដល់និយមន័យថាមូលហេតុដែលនាំឲ្យមានសង្គ្រាមផ្ទុះឡើងបានទាល់តែមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធរវាងគូបដិបកចាប់ពី2ទៅ3បកប៉ុន្តែលទ្ធភាពដែលអាចនាំឲ្យមានសង្គ្រាមដោយសារគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិហាក់ពុំមានសញ្ញាណាមួយគួរឲ្យសង្ស័យឡើយព្រោះបកប្រឆាំងពុំមានអាវុធនៅក្នុងដៃអ្នកវិភាគនយោបាយលោកបណ្ឌិតមាសនេះបង្ហាញទស្សនៈថាកត្តាដែលនាំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនព្រមមានអំពីសង្គ្រាមម្ដងហើយម្ដងទៀតប្រហែលមិនមែនដោយសារគណៈបកប្រឆាំងនោះទេផ្ទុយទៅវិញអាចដោយសារលោកហ៊ុនសែនទទួលបានព័ត៌មានច្បាស់លាស់ណាមួយអំពីកងកម្លាំងប្រដាប់អាវុធខ្លះនៅក្រោមអវ៉ាត់របស់លោកតែម្ដងដែលគ្មានសេចក្តីស្ម័គ្រស្មោះនិងចង់ងើបបះបោប្រឆាំងលោកបើសិនជាមានការបះបោអីផ្សេងៗខ្ញុំគិតថាវាមានតែចេញពីកម្លាំងប្រដាប់អាវុធដូចជាតែប៉ុណ្្នឹងណាពិសេសគឺកម្លាំងប្រដាប់អាវុធនៅក្នុងគ្រងធ្វើការជាមួយនៅក្នុងរដ្ឋាភិបាលគ្រប់គ្រងរដ្ឋាភិបាលអញ្ចឹងអានឹងយើងមិនដឹងថាតើសម្ដេចជាបានប្រព័ន្ធព័ត៌មានអីខ្លះនៅក្នុងនេះបានជាសម្ដេចជាប្រកាសសង្គ្រាមម្ដងហើយម្ដងទៀតណាការលើកឡើងពីអ្នកវិភាគនេះក្រោយពីប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានថ្លែងនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវនៅថ្ងៃទី23មេសាថាមូលហេតុដែលសហគមន៍អន្តរជាតិបង្កើតឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលមានការគោរពទៅតាមឆន្ទៈរាស្ត្រចាត់តាំងពីឆ្នាំ1993មកគឺដើម្បីជំនួសនៅការធ្វើបដិវត្តឬការធ្វើរដ្ឋប្រហារតាមកម្លាំងប្រដាប់អាវុធដើម្បីធ្វើការផ្លាស់ប្ដូរដូច្នេះការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតត្រូវបានលោកកឹមសុខាប្រកាសថាមិនមានសង្គ្រាមកើតឡើងឡើយសូមអះអាងចំពោះប្រជាពលរដ្ឋខ្មែរជាសាធារណៈថាសង្គ្រោះជាតិអ្នកគ្មានសង្គ្រាមជាដាច់ខាតប្រធានគណៈបកប្រឆាំងដដែលនេះបន្តថាគោលនយោបាយបករបស់លោកក៏មិនយកខ្មែរណាធ្វើសត្រូវឬក៏គុំគួនជាមួយខ្មែរគ្នាឯងឡើយបន្ថែមពីនេះបកប្រឆាំងនឹងធ្វើឲ្យពលរដ្ឋស្គាល់សន្តិភាពពិតដែលគ្មានការគំរាមកំហែងនិងស្គាល់អ្វីដែលជាការអភិវឌ្ឍពិតដែលអាចទទួលយកបានទាំងអស់គ្នាការប្រកាសពីមេបកប្រឆាំងនេះអាចជាសារឆ្លើយឆ្លងមួយទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកាលពីថ្ងៃទី20មេសាលោកហ៊ុនសែនបានប្រកាសព្រមានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ម្ដងទៀតថាការមិនបោះឆ្នោតគាំទ្រដល់គណៈបកប្រជាជនកម្ពុជារបស់លោកគឺស្មើនឹងការបោះឆ្នោតឲ្យមានសង្គ្រាមផ្ទុះឡើងវិញនៅកម្ពុជាមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានបញ្ជាក់បន្ថែមថាគណៈបករបស់លោកគឺជាស្ថាបនិកនៃសន្តិភាពហើយសន្តិភាពដែលលោកថាបានមកដោយសារការបូជាសាច់ឈាមស្រស់ៗយកទៅបដូរនេះគឺត្រូវការពារឲ្យបានលោកសុកអេសានក៏ចាត់ទុកការលើកឡើងរបស់លោកកឹមសុខានៅពេលនេះថាមិនមានអ្វីចម្លែកឡើយព្រោះជាការឃោសនានយោបាយប៉ុណ្ណោះបើក្រៅពីគណៈបកប្រជាជនពិបាកនឹងធានាបាននៅស្ថិរភាពសង្គមក៏ដូចជានៅសន្តិភាពណាពីព្រោះយើងដឹងហើយ
ពេលដែលសំរងស៊ីនៅក្នុងទូនីតិជាប្រធានគណៈបកយើងដឹងហើយពេលណាគាត់ឈ្នះឆ្នោតគាត់រឹបអូសទ្រព្យសម្បត្តិអ្នកមានយុទ្ធចែកអ្នកក្រគាត់លុបកិច្ចសន្យាវិនិយោគបរទេសរឹបអូសយកអ្នកមានដីច្រើនទៅចែកអ្នកក្រដែលអ្នកអត់មានដីអាហ្នឹងជាការសន្យារបស់គាត់កន្លងមកក្រុមអ្នកតាមដាននយោបាយធ្លាប់រិះគន់សារព្រមានអំពីសង្គ្រាមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាកំពុងបន្តិចបង្អាក់ដំណើរការប្រជាធិបតេយ្យនិងកំពុងបំបាក់ស្មារតីពលរដ្ឋជាម្ចាស់ឆ្នោតមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់នៅពេលខាងមុខម្យ៉ាងវិញទៀតសម្ដីរបស់លោកហ៊ុនសែនដែលព្រមានអំពីការកើតឡើងសង្គ្រាមម្ដងហើយម្ដងទៀតនេះបើសិនជាបកលោកចាញ់ឆ្នោតហាក់ប្រឆាចពីរាជសាររបស់ព្រះមហាក្សត្រនរោត្តមសីហមុនីដែលកាលពីថ្ងៃទី20កុម្ភៈព្រះអង្គបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់ឲ្យបានគ្រប់គ្នានៅថ្ងៃទី4ខែមិថុនាខាងមុខដោយមិនត្រូវមានការព្រួយបារម្ភពីការគៀបសង្កត់ការគំរាមកំហែងឬសម្លុតពីជនណាម្នាក់ឬពីខាងបកនយោបាយណាមួយឡើយអ្នកវិភាគនយោបាយលោកបណ្ឌិតមាសនេះយល់ថាមុនពេលបោះឆ្នោតចូលមកដល់នៅពេលខាងមុខនេះប្រសិនបើរដ្ឋាភិបាលប្រើប្រាស់ពាក្យវិជ្ជមានដើម្បីឲ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងចិត្តជាជាងការព្រមានបំផិតបំភ័យអំពីសង្គ្រាមប្រហែលរដ្ឋាភិបាលអាចទាញយកប្រជាប្រិយភាពបានច្រើនខ្ញុំរីកវិញ្ញូអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងនិងអ្នកវិភាគថាការចាក់ចេញរបស់ក្រុមសកម្មជននិងជំទប់ឃុំបកប្រឆាំងទៅចូលរួមជាមួយគណៈបកកណ្ដាលអំណាចនៅមូលដ្ឋាននឹងមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេក៏ប៉ុន្តែគណៈបកកណ្ដាលអំណាចនិងសង្គមស៊ីវិលដែលធ្វើការផ្នែកបោះឆ្នោតយល់ថានឹងមានផលប៉ះពាល់ខ្លះដែរលោកវ៉ានវ៉ាន់ដេតមានសេចក្តីរាយការណ៍ព័ត៌មាននេះស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី4មិថុនាកាន់តែខិតជិតមកដល់ព័ត៌មាននៃការចាក់ចេញរបស់សកម្មជនឬជំទប់ឃុំបកប្រឆាំងទៅចូលរួមជាមួយបកកណ្ដាលអំណាចនៅតាមមូលដ្ឋានកើតមានជាហូរហែតែមន្ត្រីបកប្រឆាំងថានេះជាការបំភ្លឺព័ត៌មានមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកម៉ៅមនីវ៉ាន់ថាសកម្មជនដែលចាក់ចេញគឺជាសកម្មជនដដែលហើយនេះគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយតែប៉ុណ្ណោះលោកថាគណៈបកសង្គ្រោះជាតិមិនចាប់អារម្មណ៍នឹងរឿងនេះទេហើយការចាក់ចេញរបស់សកម្មជនបកប្រឆាំងទាំងនោះនឹងមិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនោះទេមិនប៉ះពាល់អីទេគណៈបកសង្គ្រោះជាតិនៅតែឈ្នះឆ្នោតក៏គិតទៅក្រែងដដែលខ្ញុំយល់ឃើញថាអានេះជាយុទ្ធសាស្ត្រនយោបាយដដែលជាទូទៅឲ្យតែការបោះឆ្នោតជិតមកដល់សកម្មជនរបស់គណៈបកប្រឆាំងមួយចំនួនតែងតែចូលរួមជាមួយគណៈបកកណ្ដាលអំណាចក្រោយចាក់ចេញពីបកប្រឆាំងហើយសកម្មជនឬមន្ត្រីជាន់ខ្ពស់ទាំងនោះអះអាងស្រដៀងគ្នាថាដោយសារបកប្រឆាំងបកពួកនិយមគ្រួសារនិយមស៊ីសំណូកឬបកប្រឆាំងគ្មានបានអភិវឌ្ឍអ្វីជាដើមអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានយល់ថាការចាក់ចេញរបស់សកម្មជនបកប្រឆាំងនឹងជួយឲ្យបកកណ្ដាលអំណាចកើនសម្លេងឆ្នោតតាមឃុំសង្កាត់ខ្ញុំយល់ថានឹងវាបង្កើននៅបរិមាណរបស់គណៈបកដែលចូលបាទក៏ប៉ុន្តែគណៈបកប្រជាជនដឹងប្រាប់ហើយថាសមាជិកជាង5លាននាក់មកគ្រាន់តែយកតែសមាជិកចាស់ដែលមានស្រាប់ជាង5លាននាក់មកបោះឆ្នោតនឹងវាឈ្នះតែស្វ័យប្រវត្តិហើយមិនបាច់ខំទេគណៈបកដែលបានដាក់បេក្ខភាពគ្រប់ឃុំសង្កាត់ទូទាំងប្រទេសទាំងពីរនេះតែងតែអួតអាងថានឹងឈ្នះហើយគ្រប់គ្រងឃុំសង្កាត់ទូទាំងប្រទេសច្រើនលើសលប់រៀងខ្លួនលោកសំរងស៊ីអតីតប្រធានគណៈបកសង្គ្រោះជាតិថានឹងឈ្នះឆ្នោតឃុំសង្កាត់ឯលោកកឹមសុខាប្រធានបកប្រឆាំងប្រាប់អ្នកគាំទ្រនៅក្រៅប្រទេសដោយលោកសំរងស៊ីដែរតែលោកនាយករដ្ឋមន្ត្រីព្រមាននឹងមានសង្គ្រាមបើគណៈបករបស់លោកចាញ់ឆ្នោតនាយកប្រតិបត្តិអង្គការ Netflix លោកសំគុណធីមីថាការរត់ចេញរបស់សកម្មជននេះមានឥទ្ធិពលដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លោកយល់ថាបើបកប្រឆាំងគ្មានវិធានការដោះស្រាយបញ្ហានេះទេបកប្រឆាំងអាចបាត់បង់ប្រជាប្រិយភាពខ្លះនៅតាមមូលដ្ឋានវាជាអត្តពលដែរតែណាគណៈបកមួយដែលមានកម្មជនឬក៏បេក្ខជនគាត់លាឈប់ពីគណៈបកហ្នឹងមានន័យថាគាត់អត់ពេញចិត្តពេញអីមួយហើយបើគាត់លាឈប់ណាអាហ្នឹងវាជាអត្តពលដល់គណៈបកគឺទៀតហើយអាហ្នឹងទោះបែបនេះក្តីលោកម៉ៅមនីវ៉ាន់អះអាងថាលទ្ធផលបោះឆ្នោតឃុំសង្កាត់វាអាស្រ័យទៅលើពលរដ្ឋមន្ត្រីបកប្រឆាំងថាកន្លងមកសកម្មភាពបែបនេះកើតឡើងច្រើនហើយប៉ុន្តែគណៈបកប្រឆាំងនៅតែអាចឈ្នះឆ្នោតនៅមូលដ្ឋានបានអ្នកវិភាគនយោបាយលោកសូចន្ទថាមើលឃើញថាការចាក់ចេញរបស់សកម្មជនបកប្រឆាំងមិនមែនជារឿងចម្លែកទេលោកថាគ្រាន់តែការចាក់ចេញរបស់សកម្មជនបកមិនធ្វើឲ្យប៉ះពាល់ដល់សម្លេងគាំទ្របកនោះទេតែផ្ទុយទៅវិញ
លោកយល់ថាគណៈបកប្រឆាំងនឹងកើនសម្លេងដោយភ្ជាប់ឧទាហរណ៍ទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី5ដែលការនោះសម្លេងគ្រប់គ្រងគណៈបកប្រឆាំងមានការកើនឡើងគួរឲ្យកត់សម្គាល់យើងអាចធ្វើការវិនិច្ឆ័យបានថាទី1គឺចរន្តរបស់ពលរដ្ឋគាត់ចង់ធ្វើការផ្លាស់ប្ដូរប្រព័ន្ធនយោបាយដោយសារតែគាត់មានការអន់ចិត្តអីជាដើមជាមួយគណៈបកប្រឆាំងនោះទី2អាចជាសេណារីយ៉ូឬក៏ជាការរៀបចំរបស់បកកណ្ដាលអំណាចដើម្បីបង្ហាញពីរូបភាពនយោបាយទៅសាធារណមតិថាបកប្រឆាំងអស់ការគ្រប់គ្រងអីជាដើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់អាណត្តិទី4មានរយៈពេល14ថ្ងៃចាប់ពីថ្ងៃទី10ខែឧសភារហូតដល់ថ្ងៃទី2ខែមិថុនាប៉ុន្តែគណៈបកទាំងពីរដែលបានដាក់បេក្ខភាពមេឃុំទូទាំងប្រទេសបានបង្កើនការចុះមូលដ្ឋានចាប់តាំងពីមុនយុទ្ធនាការឃោសនាទៅទៀតខ្ញុំវ៉ាន់វ៉ាន់ដេតអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីនិយាយអំពីបញ្ហាបោះឆ្នោតវិញអ្នកជំនាញខាងការបោះឆ្នោតលើកឡើងស្រដៀងគ្នាថាភាពមិនស្មើគ្នានៃការឃោសនារបស់គណៈបកនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយនឹងកើតមានឡើងជាថ្មីទៀតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់នាពេលខាងមុខបញ្ហានេះគឺដោយសារតែគណៈបកកាន់អំណាចមានធនធាននិងមធ្យោបាយច្រើនក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយខណៈគណៈបកដទៃទៀតខ្វះខាតមធ្យោបាយទាំងនេះលោកយ៉ងច័ន្ទរារាយការណ៍អំពីរឿងនេះស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់កាន់តែខិតជិតមកដល់មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកបោះឆ្នោតមើលឃើញពីបញ្ហាសំខាន់មួយដែលអាចរួមចំណែកធ្វើឲ្យដំណើរការបោះឆ្នោតមិនសេរីនិងមិនមានយុត្តិធម៌ពេញលេញនោះគឺជាភាពមិនស្មើគ្នានៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយក្នុងការឃោសនារោគសម្លេងឆ្នោតដោយសារតែគណៈបកកណ្ដាលអំណាចគឺគណៈបកប្រជាជនកម្ពុជាមានធនធាននិងមធ្យោបាយផ្សព្វផ្សាយច្រើនជាងគណៈបកដទៃនាយកប្រតិបត្តិអង្គការ Netflix លោកសំគុណធីមីបញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី23ខែមេសាថាភាពមិនស្មើគ្នានៃការផ្សព្វផ្សាយអាចនឹងជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតនិងមានផលប៉ះពាល់ដល់គណៈបកទាំង11ផ្សេងទៀតដែលមិនមែនជាគណៈបកកណ្ដាលអំណាចប្រព័ន្ធផ្សព្វផ្សាយឯកជនខ្លាចពេកក៏អត់មានអំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងណាបាទជាងជួបការលំបាកអញ្ចឹងហើយផ្នែកហិរញ្ញវត្ថុគណៈបកក៏ពិបាកដែរព្រោះអីគណៈបកខ្លះគាត់មានលុយច្រើនគាត់អាចមានលទ្ធភាពច្រើនណាបាទចំណែកមន្ត្រីផ្នែកអង្គការជាន់ខ្ពស់នៃអង្គការ Confrel លោកកនសាវាងវិញយល់ឃើញថាការឃោសនានយោបាយតាមប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍វិទ្យុកាសែតនិងគេហទំព័រនឹងមិនអាចស្មើភាពគ្នាបាននោះទេរវាងម្ខាងគណៈបកដែលមានឥទ្ធិពលនិងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយជាច្រើនជាងម្ខាងទៀតដែលខ្វះខាតធនធានឬមិនមានប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងលោកជំរុញឲ្យគណៈបកនយោបាយទាំងនោះបង្កើតប្រព័ន្ធផ្សព្វផ្សាយឬស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯងបន្ថែមទៀតក្រៅពីការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលផ្ដល់ឲ្យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចវាអត់ស្មើភាពផងដែរប៉ុន្តែត្រង់ថាតើគោលយោបល់នឹងចេញគោលការណ៍បែបណាឲ្យច្បាស់លាស់ថាតើព័ត៌មាននឹងវាស្ថិតតែកម្មវិធីលក់ឬមួយក៏ឲ្យស្មើភាពគ្នាទាំងការផ្សាយព័ត៌មាននៅសង្គមព័ត៌មានក្នុងស្រុកដែរទេវាមានការខុសគ្នាអញ្ចឹងចំពោះតាមនយោបាយដែលអត់មានទូទាត់ឬវិទ្យុតបខ្លួនឯងនឹងវាពិតមែនទេថាវាមានខ្វះខាតនឹងអត់ស្មើភាពគ្នាក្នុងហ្នឹងដែរណាកាលពីពេលថ្មីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍និងវិទ្យុដែលចង់លក់ឬជួលម៉ោងឲ្យគណៈបកនយោបាយផ្សព្វផ្សាយពីគោលនយោបាយនិងកម្មវិធីនយោបាយអំឡុងពេលឃោសនាបោះឆ្នោតត្រូវផ្សព្វផ្សាយជាសាធារណៈអំពីចំនួនម៉ោងមានសម្រាប់លក់ឬជួលក្នុងរយៈពេល1ថ្ងៃឬក៏14ថ្ងៃនៃការឃោសនាបោះឆ្នោតការលក់ឬជួលនេះមានរយៈពេល2សប្តាហ៍គឺចាប់ពីថ្ងៃទី20ខែឧសភាដល់ថ្ងៃទី2ខែមិថុនាពលគឺរយៈពេល2សប្តាហ៍នៃយុទ្ធនាការឃោសនាបោះឆ្នោតអ្នកនាំពាក្យគោចបលោកហងពុធាបញ្ជាក់បន្ថែមថាគោចបព្យាយាមធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នាចំពោះប្រព័ន្ធផ្សព្វផ្សាយដោយផ្ដល់ពេលវេលា7នាទីកន្លះដល់គណៈបកនយោបាយនីមួយៗក្នុងការថ្លែងសារនយោបាយរបស់ខ្លួនហើយសារនយោបាយនេះនឹងត្រូវចាក់ផ្សាយតាមស្ថានីយទូរទស្សន៍និងវិទ្យុជាតិដោយឡែកប្រព័ន្ធផ្សព្វផ្សាយឯកជនវិញលោកហងពុធាបញ្ជាក់ថាគោចបមិនអាចធ្វើអ្វីដែលរំលោភលើសិទ្ធិអាជីវកម្មរបស់ពួកគេនោះទេតែគូចបស្នើឲ្យស្ថាប័នទាំងនោះផ្សព្វផ្សាយពីចំនួនម៉ោងនិងតម្លៃជួលហើយកិច្ចការងារនេះត្រូវឈលលើគោលការណ៍ស្មើភាពប្រសិនបើគូចបរកឃើញថាវិទ្យុឬក៏ទូរទស្សន៍នឹងឯងឬឯងមិនទទួលការផ្សាយរបស់គណៈបកណាមួយឬក៏ដាក់តម្លៃខុសចំពោះគណៈបកណាមួយធ្វើការផ្សាយមិនមែនក្នុងកំឡុងម៉ោងដែលខ្លួនបានប្រកាសជាសាធារណៈមុន15ថ្ងៃនោះទេអានេះចាត់ជាកំហុសហើយកំហុសនេះត្រូវបានដោះស្រាយតាមរបៀបទី1គឺធ្វើលិខិតជំរាបជូន
ជំនាញទី2ធ្វើលិខិតជំនាញជាវិទ្យាសាស្ត្រជំនាញទី3នឹងសហការជាមួយនឹងក្រសួងពាក់ព័ន្ធដើម្បីសហការផ្សាយនៅតែម្ដងណា កាលពីឆ្នាំ2015កន្លងទៅអង្គការអ្នករាយការណ៍គ្មានព្រំដែនសហការជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានស្រាវជ្រាវនិងរកឃើញថាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅកម្ពុជាគឺជាអង្គការឬជាអ្នកមានឥទ្ធិពលដែលជិតស្និទ្ធនឹងគណៈបកកណ្ដាលអំណាចអ្នកជំនាញវិតម្លៃថានេះមិនមែនជារឿងល្អឡើយហើយវានឹងធ្វើឲ្យវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាស្ថិតក្នុងសភាពគ្រោះថ្នាក់និងប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យតកតងនឹងការលើកឡើងរបស់អ្នកជំនាញខាងការបោះឆ្នោតនោះអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាមិនមានប្រព័ន្ធផ្សព្វផ្សាយដូចជាវិទ្យុទូរទស្សន៍ឬកាសែតដោយខ្លួនឯងនោះទេក៏ប៉ុន្តែម្ចាស់ស្ថានីយ៍មួយចំនួនគឺជាអ្នកគាំទ្រគណៈបកនេះដូច្នេះរាល់ការផ្សព្វផ្សាយទាំងឡាយគឺជាសមានចិត្តរបស់ពួកគេតែប៉ុណ្ណោះប្រធានស្ថានីយ៍ទូរទស្សន៍វិទ្យុមួយចំនួនហ្នឹងគឺគាត់គ្រប់គ្រងគណៈបកប្រជាជនព្រោះគាត់ជាសមាជិកគណៈបកប្រជាជនអញ្ចឹងត្រង់ថាគាត់ផ្សាយឬមិនផ្សាយយ៉ាងណាជារឿងគាត់ហើយក៏ត្រូវគាត់គោរពច្បាប់បទនីតិវិធីបទបញ្ជាដែលចេញដោយកោជបអាហ្នឹងគាត់មិនចេះតែអាងថាគាត់សមាជិកគណៈបកប្រជាជនហើយគ្រប់គ្រងគណៈបកប្រជាជនគាត់ចេះតែផ្សាយឲ្យគណៈបកប្រជាជនដោយខុសគោលការណ៍នីតិវិធីរបស់កោជបទេទោះបីជាមានការបកស្រាយបែបនេះក្តីក៏ប៉ុន្តែសម្រាប់អ្នកជំនាញខាងការបោះឆ្នោតនៅតែយល់ឃើញថាគណៈបកកណ្ដាលអំណាចនៅតែមានប្រៀបខាងប្រព័ន្ធផ្សព្វផ្សាយជាងគណៈបកដទៃហើយបើទោះជាអ្នកនាំពាក្យគណៈបកនេះអះអាងថាមិនមានគោលការណ៍ឲ្យប្រព័ន្ធផ្សព្វផ្សាយដែលរណបខ្លួនត្រូវតែឃោសនាឲ្យខ្លួនក៏ដោយក៏ខ្លឹមសារព័ត៌មានរបស់ស្ថាប័នទាំងនោះមានរួចជាស្រេចនៅការឃោសនាឲ្យគណៈបកកណ្ដាលអំណាចប្រព័ន្ធផ្សព្វផ្សាយគឺជាផ្នែកមួយជួយឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាស្តង់ដារអន្តរជាតិមួយអំពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នោះគឺថាអ្នកសារព័ត៌មានត្រូវតែទទួលបានការអនុញ្ញាតឲ្យរាយការណ៍ដោយសេរីនិងដោយបើកចំហគ្រប់ទិដ្ឋភាពទាំងអស់នៃការបោះឆ្នោតហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែមានយុត្តិធម៌និងធ្វើការផ្សព្វផ្សាយគ្រប់បេក្ខជននិងក្រុមនយោបាយទាំងអស់ដោយគ្មានការរើសអើងខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញ លោកនាងជាទីមេត្រីនាយករដ្ឋមន្ត្រីវៀតណាមលោកងវៀនស៊ុនហ្វុកក្រុងជួបមេដឹកនាំកម្ពុជារបស់កម្ពុជាចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែមេសានៅរាជធានីភ្នំពេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានាយករដ្ឋមន្ត្រីវៀតណាមនឹងចូលក្រាបបង្គំគុលព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីបន្ទាប់មកលោកងវៀនស៊ុនហ្វុកនឹងជួបដាច់ដោយឡែកពីគ្នាជាមួយប្រធានព្រឹទ្ធសភាលោកសៃឈុំនិងប្រធានរដ្ឋសភាលោកហេងសំរិនហើយជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីហ៊ុនសែននាយករដ្ឋមន្ត្រីវៀតណាមក៏នឹងចូលថ្វាយបង្គំព្រះសង្ឃរាជទេពវង្សផងដែរឆ្នាំ2017នេះជាខួបទី50នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាមក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសកម្ពុជាជាផ្នែកមួយនៃការអបអរសាទរខួបនេះហើយវត្តមានរបស់លោកងវៀនស៊ុនហ្វុកនៅកម្ពុជានឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងការទូតទ្វេភាគីបន្ថែមទៀតវៀតណាមជាដៃគូពាណិជ្ជកម្មធំមួយរបស់កម្ពុជានិងវៀតណាមរំពឹងថាការដោះដូរពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងដល់$5,000 លានអាមេរិកក្នុងមួយឆ្នាំទំហំពាណិជ្ជកម្មរបស់កម្ពុជានិងវៀតណាមកាលពីឆ្នាំ2016មានតម្លៃ$3,000 លានសហរដ្ឋអាមេរិកក្រៅពីក្រុងជួបមេដឹកនាំកម្ពុជាកម្ពុជាលោកងវៀនស៊ុនហ្វុកក៏នឹងចូលរួមសម្ពោធស្ពានតភ្ជាប់ជ្រៃធំនៅខេត្តកណ្ដាលនិងឡុងប៊ិញនៅខេត្តអានយ៉ាងភាគីទាំងពីររំពឹងថានឹងមានការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនក៏ប៉ុន្តែក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការលើផ្នែកអ្វីនោះទេលោកនាងជាទីមេត្រីតកតងនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសកម្ពុជានេះអង្គការសមាគមខ្មែរកម្ពុជាក្រោមគ្រោងធ្វើសេចក្តីថ្លែងការណ៍ដើម្បីស្នើដល់រដ្ឋាភិបាលកម្ពុជានិងវៀតណាមដោះស្រាយបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមកំពុងជួបប្រទះសូមលោកអ្នកនាងរងចាំស្ដាប់បទសម្ភាសន៍អំពីរឿងនេះនៅក្នុងកម្មវិធីផ្សាយរបស់យើងក្រោយព័ត៌មានប្រចាំថ្ងៃទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមនេះដែរអាជ្ញាធរនឹងបិទកំណត់ផ្លូវជាតិលេខ21ចាប់ពីចំណុចស្ពានមិត្តភាពកម្ពុជាចិនកោះធំស្រុកស្អាងខេត្តកណ្ដាលដល់ច្រកព្រំដែនជ្រៃធំស្រុកកោះធំខេត្តកណ្ដាលចាប់ពីថ្ងៃទី23ខែមេសាម៉ោង12យប់ដល់ថ្ងៃទី24មេសាម៉ោង1រសៀលមន្ទីរសាធារណការខេត្តកណ្ដាលពន្យល់ថាការហាម5រាល់ប្រភេទរថយន្តធុនធ្ងន់ទាំងអស់គឺដើម្បីរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងព្រំដែនកម្ពុជាវៀតណាមជ្រៃធំឡុងប៊ិញនិងផ្លូវតភ្ជាប់ស្ថិតនៅឃុំសំពើពួនស្រុកកោះធំ
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែននិងនាយករដ្ឋមន្ត្រីវៀតណាមលោកងវៀនស៊ុនហ្វុកនឹងចូលរួមកម្មវិធីសម្ពោធនេះលោកនាងជាទីមេត្រីសហគមន៍មានចំនួនដីធ្លីនៅភ្នំពេញមិនទាន់ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំដូចមុនឡើយពលរដ្ឋបង្កក់លើកមូលហេតុថាដោយសារជប់រវល់ខ្វះថវិកានិងខ្លាចការគំរាមកំហែងរបស់រដ្ឋាភិបាលរីឯពលរដ្ឋបុរីកីឡាវិញថាពួកគាត់ភ័យច្រើនកំពុងធ្លាក់ខ្លួនឈឺក្រោយរស់នៅលើគំនរសម្រាមជាច្រើនឆ្នាំគ្មានដំណោះស្រាយតំណាងសហគមន៍បង្កក់លោកស្រីបៅសុភីអះអាងថាក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនេះពួកគាត់នៅមិនទាន់សម្រេចគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំនៅឡើយទេដោយសារតែជប់រវល់និងខ្វះថវិកាព្រមទាំងខ្លាចការគំរាមកំហែងរបស់រដ្ឋាភិបាលទោះជាយ៉ាងណាក៏ដោយលោកស្រីបៅសុភីអះអាងថាថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍នេះគឺពួកគាត់គ្រាន់តែពាក់អាវខ្មៅនិងបង្ហោះសារទាមទារឲ្យដោះលែងតំណាងសហគមន៍បង្កក់គឺអ្នកស្រីទេវណ្ណីនិងមន្ត្រីអាត់64រូបមន្ត្រីកោជបមួយរូបព្រមទាំងរោគយុទ្ធធរជន់លោកបណ្ឌិតកែមលីព្រោះអីពេលនេះគឺគាត់ចាប់ផ្ដើមខ្លាចសម្លេងរបស់ប្រជាពលរដ្ឋដែលទាមទាររោគយុទ្ធធរខ្លាចការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋក្នុងឱកាសដែលគាត់កំពុងតែធ្វើយុទ្ធនាការបោះឆ្នោតនៅខែខាងមុខនេះក្រុមពលរដ្ឋមានចំនួនដីធ្លីនៅភ្នំពេញបានសម្រេចផ្អាកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមួយរយៈទៅហើយដើម្បីចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរីឯតំណាងសហគមន៍បុរីកីឡាលោកស្រីសសូនលើកឡើងថាមូលហេតុដែលពួកគាត់សម្រេចធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រឹមជួបជុំគ្នាបង្ហោះសារទាមទារលើ Facebook នោះដោយសារពលរដ្ឋភាគច្រើនដែលរស់នៅលើគំនរសម្រាមក្នុងអគារបុរីកីឡាចាស់កំពុងធ្លាក់ខ្លួនឈឺព្រោះបញ្ហាបរិស្ថានស្មុគគ្រោកខ្ញុំប្រហែលជាជួបជុំគ្នានៅកន្លែងខ្ញុំហើយថតផុសអីប៉ុណ្ណឹងគាត់ថាធ្វើកម្មភាពអីថាវាមិនបានធ្វើដោយសារតែពួកគាត់ឈឺច្រើនណាស់ឥឡូវគាត់ចូលពេទ្យខ្លះអីចឹងហើយគាត់ឈឺដូចក្តៅផ្ដាសាយគឺដឹងថានៅកន្លែងសម្រាមវាមិនទៅមានក្មេងឈឺអីចឹងពលរដ្ឋបុរីកីឡាមួយចំនួនដែលមិនទាន់បានដំណោះស្រាយដីធ្លីកំពុងរស់នៅលើគំនរសម្រាមពួកគេថាក្នុងរដូវក្តៅនេះគំនរសម្រាមបានជះក្លិនអាសោចដែលធ្វើឲ្យពិបាករស់នៅនិងប៉ះពាល់ដល់សុខភាពពួកគាត់នៅតែអំពាវនាវឲ្យរដ្ឋាភិបាលជួយពន្លឿនការដោះស្រាយបញ្ហាសំណងជូនពួកគាត់ការខកខានធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំនេះបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុតិធម៌លោកកឹមសន្តិភាពបានព្រមានថាអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសូមឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សនិងសកម្មជនដីធ្លីអាចប្រឈមនឹងផ្លូវច្បាប់ប្រសិនបើមានគោលដៅទុច្ចរិតណាមួយដែលល្មើសនឹងច្បាប់លើសពីនេះលោកកឹមសន្តិភាពប្រតិកម្មនឹងអ្នកបង្កក់ដែលបានអំពាវនាវឲ្យមានការចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដោយបានចាប់យកពាក្យទាមទារឲ្យដោះលែងអ្នកជាប់ឃុំថាជាភាសាខុសច្បាប់ដោយសំអាងថាពុំមានអំណាចណាមួយមកបញ្ជាតុលាការដោះលែងជនណាឡើយគឺមានតែអំណាចតុលាការទេដែលអាចសម្រេចថាដោះលែងជនណាត្រូវមានទោសជាប់ឃុំលោកថាចំណុចនេះអាចជាទង្វើខុសច្បាប់ទោះជាយ៉ាងណាអ្នកច្បាប់មើលឃើញថាការអំពាវនាវឲ្យមានការចូលរួមតស៊ូមតិដោយសន្តិវិធីពុំមែនជាទង្វើខុសច្បាប់ឡើយអ្នកច្បាប់ថាទាំងក្របខ័ណ្ឌច្បាប់អន្តរជាតិនិងច្បាប់ជាតិជាពិសេសរដ្ឋធម្មនុញ្ញបានធានាសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការជួបជុំនិងសម្ដែងមតិម្យ៉ាងទៀតប្រសិនបើគោលដៅរបស់ការតវ៉ាគ្រាន់តែជាការស្វែងរកយុត្តិធម៌និងទាមទារសេរីភាពអ្នកជាប់ឃុំអាជ្ញាធរគួរតែប្រឹងប្រែងរកយុត្តិធម៌សម្រាប់ពួកគេដែលមិនគួរភ្ជាប់អ្នកតវ៉ាទៅចលនាផ្ដួលរំលំរដ្ឋាភិបាលឡើយពលរដ្ឋមានចំនួនដីធ្លីក្នុងក្រុងភ្នំពេញអះអាងថាថ្មីត្បិតតែពួកគាត់មិនទាន់ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំក្តីក៏ប៉ុន្តែពួកគាត់មិនព្រមបោះបង់ឡើយរហូតទាល់តែតុលាការដោះលែងអ្នកស្រីទេវណ្ណីមន្ត្រីអាត់64រូបមន្ត្រីកោជបព្រមទាំងរោគយុត្តិធម៌ជូនលោកបណ្ឌិតកែមលីលោកនាងជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទថាកត្យាសូមអញ្ជើញលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់បទសម្ភាសន៍និងសេចក្តីរាយការណ៍មួយចំនួនស្ដីពីបទសម្ភាសន៍ស្ដីពីសមាគមខ្មែរកម្ពុជាក្រោមក្រុងធ្វើសេចក្តីថ្លែងការណ៍ជូនរដ្ឋាភិបាលកម្ពុជានិងវៀតណាមរកដំណោះស្រាយជូនខ្មែរកម្ពុជាក្រោមសេចក្តីរាយការណ៍ស្ដីពីពលរដ្ឋនៅក្រុងស្ទឹងត្រែងត្អូញត្អែពីគំនរសម្រាមដែលរាយប៉ាយពីពេញផ្លូវបង្កក្លិនស្អុយពលរដ្ឋខេត្តកំពង់ឆ្នាំងខាត់ឡានដឹកថ្មដែលបង្កឲ្យដីហុយប៉ះពាល់ដល់សុខភាពរដ្ឋបាលខេត្តព្រះសីហនុថាភ្ញៀវទេសចរនៅមិនទាន់ចូលរួមវិច្ឆប់កាកសំណល់ឲ្យមានរបៀបរៀបរយហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដូចតទៅបទសម្ភាសន៍
លោកនាងជាទីមេត្រីគណៈនាយករដ្ឋមន្ត្រីវៀតណាមនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល3ថ្ងៃដោយផ្ដើមពីថ្ងៃទី24មេសាតទៅអង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងយកឱកាសនេះធ្វើសេចក្តីថ្លែងការណ៍អំពីវិនិយោគដំណោះស្រាយបញ្ហាមួយចំនួនសម្រាប់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលកម្ពុជានិងវៀតណាមសូមលោកនាងស្ដាប់កិច្ចសម្ភាសន៍រវាងលោកយាងសុជីមេតានិងលោកសឿនជុំជួននាយកកម្មវិធីនៃអង្គការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍដូចតទៅបាទសូមជម្រាបសួរលោកសឿនជុំជួនបាទសូមជម្រាបសួរលោកជីមេតាបាទបឋមចង់ដឹងថាតើអ្វីខ្លះនឹងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅពេលខាងមុខនេះបាទនៅក្នុងសេចក្តីថ្លែងការណ៍ដែលយើងបំរុងនឹងចេញក្នុងពេលជប់នេះគឺថាមានបំណងសម្ដៅទៅលើបញ្ហានៅកម្ពុជាក្រមផងសម្ដៅទៅលើការសំណូមពរទៅលើរដ្ឋាភិបាលកម្ពុជាផងរឿងនៅកម្ពុជាក្រមសំខាន់គឺយើងនឹងស្នើតាក់ទងរឿងករណីវិវាទដីធ្លីរវាងប្រជាជនយួនហើយនិងប្រសង់រដ្ឋមនីរងភ័យមេពាំងណាដែលនៅស្រុកកំពង់ស្ពានហើយទៅលើការសិក្សាស្រាវជ្រាវរបស់យើងទៅយើងឃើញថាករណីនោះហាក់ដូចជានៅមានការកម្រាចរបស់អាជ្ញាធរវៀតណាមដូចជានៅមានភាពស្ពេចស្ពើហ្នឹងមិនទាន់ច្បាស់លាស់ដូច្នេះហើយជារឿងមួយដែលធ្វើឲ្យប្រសងឲ្យពុទ្ធបរិស័ទដែលនៅជុំវិញហ្នឹងមិនគេហៅថាមិនសប្បាយចិត្តទៅលើការសម្រេចចិត្តហ្នឹងជាងទៅយើងសម្រេចថាយើងនឹងចេញសេចក្តីថ្លែងការណ៍អំពីរឿងនេះទៅហ្នឹងគឺមានពីរចំណុចដែលយើងស្នើទៅដល់រដ្ឋាភិបាលវៀតណាមជាពិសេសទៅមុខរដ្ឋាភិបាលវៀតណាមដែលគេទៅនឹងមកធ្វើបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី24 25នេះគឺថាក្នុងនោះយើងស្នើមានការពិនិត្យនៅសើរឡើងវិញចំពោះការសម្រេចរបស់អាជ្ញាធរនៅនិគមកំពង់ស្ពានហ្នឹងដែលវៀតណាមថាកៅកែហ្នឹងលោកអាចរំលឹកអំពីសាវតានៃទំនាស់នៃទឹកដីវត្តមេពាំងដែលលោកលើកឡើងជាមួយនឹងប្រជាពលរដ្ឋវៀតណាមតើយ៉ាងម៉េចដែរប្រជាពលរដ្ឋវៀតណាមគាត់យកដីវត្តហើយមានចំនួនមួយគ្នាឬក៏យ៉ាងណាបាទតាមការវិនិច្ឆ័យដែលយើងសិក្សាទៅលើភាគីម្ខាងឃើញថាដូចជាការសម្រេចរបស់អាជ្ញាធរវៀតណាមហ្នឹងគឺមានយុទ្ធសាស្ត្រសម្រាប់ប្រសង់នៅវត្តមេពាំងហ្នឹងហើយជាពិសេសនៅពុទ្ធបរិស័ទពីព្រោះថាយើងក្នុងករណីនេះគឺមានពុទ្ធបរិស័ទរាប់ពាន់គ្រួសារដែលជាចំណុចជើងវត្តមេពាំងហ្នឹងគឺព្រមដឹកមានដៃដើម្បីធ្វើជាកសិកម្មផ្ទៃដែលបង្ហាញទឹកដីដែលមានកំពុងតែមានវិវាទហ្នឹងគឺថាជាដីរបស់វត្តប៉ុន្តែទៅវិញជាការសម្រេចចិត្តរបស់អាជ្ញាធរវៀតណាមគេសម្រេចចិត្តប្រជាជនវៀតណាមមួយគ្រួសារដែលឆាដីចំទឹករបស់គេហ្នឹងទៅជានោះធ្វើជារឿងមួយដែលធ្វើឲ្យប្រសងមិនពេញចិត្តមិនទទួលយកការសម្រេចចិត្តហ្នឹងឡើងជាយើងសិក្សាទៅលើអង្គហេតុសិក្សាទៅលើអង្គច្បាប់ទៅយើងគិតថាការសម្រេចនេះដូចជាវាមិនតាន់ជាលក្ខណៈត្រឹមត្រូវនៅឡើយទេជាការសិក្សារបស់យើងប៉ុន្តែទៅលើក្នុងសេចក្តីថ្លែងការណ៍នេះយើងត្រូវតែសំណុំពរណាសំណុំពរដោយសារតែជាប្រកាសទៀតមិនពេញចិត្តយើងទៅយើងសំណុំពរទៅដល់អាជ្ញាធរវៀតណាមឲ្យគិតពិនិត្យឡើងវិញឲ្យគិតធ្វើការសិក្សាទៅឡើងវិញទៅលើអង្គហេតុហើយនឹងអង្គច្បាប់ដែលយើងបានរកឃើញបាទតើលោកជ្រាបថាដីបានបញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរបាទតើដីដែលមានទំនាស់រវាងប្រសង់វត្តមេពាំងជាមួយប្រជាពលរដ្ឋវៀតណាមហ្នឹងមានទំហំប្រមាណលោកដឹងទេបាទដូចជាមានជាង1000ម៉ែត្រក្រឡាបាទដីហ្នឹងដីក្នុងវត្តក្នុងបរិវេណវត្តឬក៏ដីនៅខាងណានៅក្រៅបរិវេណវត្តប៉ុន្តែតាមដែលសិក្សាប្រាប់ថាដីនេះគឺជាដីរបស់វត្តដីជំនន់ណាដីនេះជាព្រោះថាវត្តមនីរងសេមេពាំងហ្នឹងគឺទៅបានបន្លាស់ទីនេះជាច្រើនដំណាក់កាលយើងគិតទៅចាប់បើយើងគិតតាមប្រវត្តិវត្តនេះគឺថាមានតាំងពីសតវត្សទី18មកដែរអញ្ចឹងនៅក្នុងសតវត្សទី18ហ្នឹងគឺមានបន្លាស់ទីរហូតដល់លើកទី4លើកទី5បាទអញ្ចឹងដីដែលមានដំណោះនេះគឺជាដូចជានៅក្នុងបន្លាស់ទីលើកទី4ហើយនៅវត្តដែលកំពុងតែមានមូលដ្ឋានរាប់សពថ្ងៃនេះគឺជាបន្លាស់ទីលើកទី5តាមការសិក្សារបស់យើងអញ្ចឹងហើយហេតុអីបានការសិក្សាស្រាវជ្រាវបង្ហាញថាជាដីវត្តដែរគឺព្រោះថានៅក្នុងនោះមានប្រទេសអ្នកតាមួយហើយប្រទេសអ្នកតាស្លាអ្នកតានេះគឺជាមានតាំងពីសតវត្សទី18នេះហើយប្រជាពុទ្ធបរិស័ទខ្មែរហ្នឹងតែងតែទៅប្រពៃពិធីតាមជំនឿប្រពៃណីពុទ្ធសាសនានៅទីនេះជារៀងរាល់ឆ្នាំចឹងសរុបសេចក្តីមកខាងអាជ្ញាធរវៀតណាមហ្នឹងគេបានសម្រេចប្រគល់ដីដែលលោកថាជារបស់វត្តហ្នឹងទៅឲ្យប្រជាជនវៀតណាមហើយប្រសង់ខ្មែរក្រមពុទ្ធបរិស័ទនៅចំណុះជើងវត្តមេពាំងហ្នឹងលោកមិនយល់ព្រមហើយក៏កំពុងតែមានការតវ៉ាឬក៏រឿងហ្នឹងសម្រេចឲ្យបិទបញ្ចប់ទៅហើយលែងមានការតវ៉ាទៅហើយឬក៏យ៉ាងណាបាទរឿងនេះប្រសងលោកមិនពេញចិត្តទេណាលោកមិនព្រមទទួលយក
ដោយការសម្រេចរបស់គណៈការទេ បាទក្រៅពីបញ្ហាទំនាស់ដីធ្លីរវាងវត្តមេពាំងជាមួយប្រជាជនវៀតណាមនៅខេត្តព្រះត្រពាំងតើបញ្ហាអីផ្សេងទៀតដែលអង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមបាទ មានអពីចំណុចទៀតទីមួយគឺពាក់ព័ន្ធទៅនឹងប្រព័ន្ធសិក្សាអប់រំនៅក្នុងប្រព័ន្ធសិក្សាអប់រំយើងមើលឃើញនៅកម្ពុជាក្រមក៏ដូចគ្នាពីព្រោះថាហាក់ដូចជាមានការរអងមានភាពលំអៀងរវាងរដ្ឋាភិបាលវៀតណាមរវាងប្រជាជនវៀតណាមហើយនិងជាមួយនឹងរដ្ឋខ្មែរយើងនៅកម្ពុជាក្រមពីព្រោះនៅក្នុងចំណុចយើងគឺគេឃើញថាការបញ្ជូននិស្សិតដែលជួននិស្សិតដែលប្រសិទ្ធនៅក្រៅប្រទេសដូចជាលំមានភាពរអងយើងឃើញថានិស្សិតខ្មែរយើងនៅកម្ពុជាហ្នឹងដូចជាកម្រិតឃើញថាបានទៅបន្តគឺការសិក្សានៅប្រទេសដែលជាប្រទេសជាលឿនប្រទេសមហាអំណាចនេះជាដើមយើងកម្រិតឃើញប៉ុន្តែមានដែរយើងទទួលស្គាល់មានដូចជាបញ្ជូនឲ្យមករៀននៅប្រទេសកម្ពុជាបញ្ជូនឲ្យទៅរៀននៅប្រទេសថៃជាដើមអានេះយើងឃើញថាមានចំណុចនេះប៉ុន្តែយើងចង់បានទៅតាមប្រទេសផ្សេងទៀតដែលជាប្រទេសអរិយធម៌កំពុងទៅពេលដែលមានរបបគ្រប់គ្រងដោយគេហៅថាបែបអន្តរជាតិប្រទេសជឿនលឿននេះជាដែលយើងចង់បានចឹង បាទការដែលរដ្ឋាភិបាលវៀតណាមមិនសូវបញ្ជូននិស្សិតខ្មែរក្រមឲ្យទៅរៀននៅក្នុងប្រទេសល្អដូចជាសហរដ្ឋអាមេរិកឬក៏ប្រទេសនៅសហភាពអឺរ៉ុបអីជាដើមដែលមានប្រព័ន្ធអប់រំល្អហ្នឹងដោយសារតែសមត្ថភាពរបស់និស្សិតខ្មែរក្រមហ្នឹងមិនដល់និស្សិតវៀតណាមឬក៏យ៉ាងណាបាទ ខ្ញុំមិនគិតថាចឹងទេនិស្សិតខ្មែរក្រមយើងឆ្លាតជាងអីនេះមានខ្លះទៅរៀននៅសហរដ្ឋជារង្វាន់នៅក្នុងប្រទេសហ្នឹងបាទខ្លះហ្នឹងជារង្វាន់លេខ1លេខ2លេខ3អីទៅមាននិស្សិតមានទឹកអីខ្ញុំច្រើនតែរៀនទៅកម្រិតបានទទួលល្អប៉ុន្តែទីប៉ុណ្ណឹងមិនបានទទួលជាអាហារូបករណ៍ទេអានេះខ្ញុំចង់ឲ្យជាការរើសមួយឬមួយទៀតគឺសម្រាប់កម្ពុជាយើងណាសម្រាប់រដ្ឋាភិបាលបាទមុននឹងនេះខ្ញុំចង់សុំសួរលោកមកសនួរបន្ថែមទៀតតកតងនឹងវិស័យអប់រំនេះអាចមកពីមូលហេតុអីដែលលោកគិតថារដ្ឋាភិបាលវៀតណាមមិនបញ្ជូននិស្សិតខ្មែរក្រមទៅរៀននៅក្រៅប្រទេសល្អហ្នឹងបាទខ្ញុំអាចសន្និដ្ឋានអាចធ្វើការវិនិច្ឆ័យទៅលើបែបនេះបានសូម្បីតែការសិក្សារបស់យើងណាឧទាហរណ៍អីបានរដ្ឋាភិបាលវៀតណាមមិនឲ្យយើងសិក្សាអំពីប្រវត្តិសាស្ត្រហេតុអីបានរដ្ឋាភិបាលវៀតណាមមិនឲ្យយើងសិក្សាអំពីភូមិសាស្ត្ររបស់ខ្មែរប្រវត្តិសាស្ត្ររបស់ខ្មែរអានេះជាមូលហេតុមួយដែលយើងគួរតែពិចារណាអស់គ្នាហើយរឿងប្រព័ន្ធអប់រំក៏ដូចតែកាលណាដែលយើងសិក្សាបានច្រើនយើងដឹងអំពីវប្បធម៌អរិយធម៌ប្រទេសដែលជឿនលឿនប្រព័ន្ធអប់រំចលាអីទៅការចំណេះដឹងរបស់ខ្មែរយើងតាមយើងទទួលបាននៅបទពិសោធន៍យើងបានសិក្សាអំពីរបបសេរីបានសិក្សាអំពីជីវភាពរស់នៅបែបជឿនលឿនបែបសេរីភាពអីចឹងទៅអានេះជារឿងមួយដែលជាការធ្វើជាការខ្វល់ខ្វាយជាដើមអានេះក៏វាអាចជាប្រភពឬឲ្យវាអាចជាប្រភពវិញមានការត្រង់ប្រយ័ត្នជាដើមអានេះក៏មានការសំខាន់របស់ខ្ញុំដែរបាទខ្ញុំនិយាយថាដឹងថាសូម្បីតែប្រវត្តិសាស្ត្រភូមិសាស្ត្រយើងឲ្យរៀនទៅមុនហើយយើងឲ្យយើងហ្នឹងបាទតើមានបញ្ហាអីទៀតបាទដែលលោកនឹងគ្រោងលើកឡើងបន្ថែមទៀតបាទក្រៅពីបញ្ហាដែលខ្ញុំយើងបានគ្រោងហ្នឹងតែយើងមានរឿងមួយទៀតគឺយើងស្នើទៅរដ្ឋាភិបាលកម្ពុជាពីព្រោះយើងឃើញថាកន្លងមកនេះឲ្យតែមានប្រមុខរដ្ឋាភិបាលវៀតណាមប្រធានាធិបតីក្តីនាយករដ្ឋមន្ត្រីក្តីដឹកនាំរដ្ឋាភិបាលរបស់វៀតណាមក្តីមកទៀតតែមករដ្ឋកម្ពុជាគេតែស្នើគេស្នើរដ្ឋាភិបាលកម្ពុជាហ្នឹងជួយមើលសុខទុក្ខថែទាំប្រជាជនវៀតណាមបរតវៀតណាមនៅកម្ពុជាផងចឹងចុះខ្មែរយើងនៅកម្ពុជាក្រោមមិនវិញក្នុងនាមយើងជាខ្មែរក្រោមដែរក្នុងនាមយើងជាអង្គការសមាគមខ្មែរកម្ពុជាក្រោមខ្ញុំក៏ស្នើស្នើទៅដែររដ្ឋាភិបាលកម្ពុជាគួរតែនៅពេលដែលជួបប្រមុខរដ្ឋាភិបាលវៀតណាមដែលគេនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅខែស្អែកនេះគួរតែស្នើឲ្យរដ្ឋាភិបាលវៀតណាមនឹងជួយមើលសុខទុក្ខដល់កូនចៅខ្មែរនៅកម្ពុជាក្រោមផងពីព្រោះព្រះមហាក្សត្រខ្មែរយើងគ្រប់ចំនួនទាំងអស់មិនដែលស្មិតទេរឿងខ្មែរយើងនៅកម្ពុជាក្រោមអញ្ចឹងរដ្ឋាភិបាលត្រូវតែណាផ្ដើមធ្វើតាមរយៈប្រមុខរដ្ឋវៀតណាមដល់សិនអគុណកន្លងទៅដូចជាខ្មែរក្រមធ្លាប់បានដាក់លិខិតអីទៅស្វែងរកអន្តរាគមន៍ពីក្រសួងការបរទេសអីឲ្យយកចិត្តទុកដាក់ពីបញ្ហារបស់ខ្មែរក្រមនៅពេលដែលខ្មែរក្រមទទួលរងទុក្ខបុកម្នេញផ្សេងពីរដ្ឋាភិបាលវៀតណាមហ្នឹងឃើញខាងរដ្ឋាភិបាលកម្ពុជាឆ្លើយតបថាខ្មែរកម្ពុជាក្រមរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមជាងពួកគាត់ជាពលរដ្ឋវៀតណាមអីអញ្ចឹងខាងកម្ពុជាមិនអាចលូកដៃជួយបានចំពោះបញ្ហាហ្នឹងយ៉ាងម៉េចទេលោកបាទខ្ញុំគិតថាដូចខ្ញុំបានតែងតែលើកឡើងបញ្ហានេះគឺជាការឆ្លើយតបនៅក្នុងដើមឆ្នាំ2014របស់ក្រសួងការបរទេសណាក៏លើកបញ្ហាដូចលោកជាមេការបានលើកឡើងមកអញ្ចឹងយើងនៅតែផ្អែកទៅលើមូលដ្ឋានច្បាប់ផ្អែកទៅលើទស្សនវិជ្ជាច្បាប់របស់កម្ពុជាណាអញ្ចឹងយើងនៅតែចាត់ថាយើងជាប្រទេសខ្មែរបើយើងនៅកម្ពុជាក្រោមការគ្រប់គ្រងរបស់
អាចថាវៀតណាមយើងជាសញ្ជាតិវៀតណាមមួយនៅពេលដែលយើងកើតឡើងយើងនឹងខែទៅជាសញ្ជាតិវៀតណាមមួយប៉ុន្តែតែទៅតាមច្បាប់កម្ពុជាណាកូនដែលកើតចេញពីឪពុកម្ដាយជាខ្មែរអញ្ចឹងយើងនៅតែទទួលបានសញ្ជាតិខ្មែរមួយទៀតអញ្ចឹងយើងគួរមានជាប្រជាពលរដ្ឋដូចគ្នាអញ្ចឹងរដ្ឋាភិបាលពិចារណាគួរពិចារណាទៅលើផ្នែកបែបនេះអញ្ចឹងយើងនៅតែទទួលស្គាល់កម្ពុជាគឺជាអាណាព្យាបាលសម្រាប់ឲ្យបងប្អូនយើងកូនចៅយើងនៅកម្ពុជាគ្រប់ដូចគ្នាអញ្ចឹងរដ្ឋាភិបាលមានអីទៅដែរតែជាការតាមជាយ៉ាងហោចនេះខ្មែរនៅកម្ពុជាទៅជាចិនជាតិឈាមចររបស់យើងទៅមើលដែរซึ่งរដ្ឋាភិបាលកម្ពុជាមានអីគួរតែរំក្នុងការធ្វើខ្លាចមិនមានតាមជាអាភាសាមួយម៉ាត់ទៅនឹងទេនេះខ្ញុំយល់ថាអញ្ចឹងដែរបាទអញ្ចឹងខ្ញុំបាទសូមអរគុណច្រើនលោកស៊ិនជំជួនបាទសូមជម្រាបលាបាទសូមអរគុណច្រើនលោកជាមេតាបាទសូមជម្រាបលាលោកនាងទៅបានស្ដាប់បទសម្ភាសន៍រវាងលោកយាងសុជាមេតានិងលោកសឿនជំជួនអំពីគម្រោងធ្វើសេចក្តីថ្លែងការណ៍ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមសេចក្តីរាយការណ៍ពិស្ដាលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងត្អូញត្អែពីគំនរសំរាមពីពេញផ្លូវដែលគេយកមកបោះចោលក្រៅធុងសំរាមច្រើនថ្ងៃហើយពលរដ្ឋខ្លះបោះចោលសំរាមចូលទៅក្នុងទឹកទន្លេពលរដ្ឋខ្លះទៀតដែលមានលំនៅឋាននៅក្បែរនឹងគំនរសំរាមនោះបារម្ភពីផលប៉ះពាល់សុខភាពដែលបង្កដោយគំនរសំរាមទាំងនោះលោកម៉ែនសុធីរាយការណ៍អំពីរឿងនេះពលរដ្ឋរស់នៅសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងអំពីវនីវនៅថ្ងៃទី20ខែមេសាអាជ្ញាធរក្រុងស្ទឹងត្រែងអន្តរាគមន៍មិនទាន់ដើម្បីប្រមូលសម្រាមដែលគេកចោលក្រៅធុងសម្រាមច្រើនស្អិចស្កះនិងលើផ្លូវសាធារណៈគំនរសម្រាមដែលទាមទារឲ្យមានវិធានការបន្ទាន់នោះគឺនៅពីទីតាំងផ្សេងគ្នាក្នុងក្រុងស្ទឹងត្រែងគឺនៅក្បែរមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនិងក្បែរព្រះរាជដំណាក់ស្ដេចពលរដ្ឋរស់នៅភូមិព្រែកសង្កាត់ស្ទឹងត្រែងលោកទេភិរមឲ្យដឹងថានៅក្បែរលំនៅឋានរបស់ពួកគេមានធុងសម្រាមមួយកន្លែងដែលអាជ្ញាធរក្រុងកសាងក៏ប៉ុន្តែធុងសម្រាមទាំងនោះពុំអាចបំពេញតម្រូវការបន្ទាន់ខណៈពលរដ្ឋខ្លះបោះចោលសម្រាមលើផ្លូវសាធារណៈលោកបន្តថារថយន្តប្រមូលសម្រាមច្រើនថ្ងៃទៅប្រមូលម្ដងនាំឲ្យសម្រាមកកាន់តែច្រើនឡើងជះក្លិនមិនល្អដល់អ្នកដំណើរនិងពលរដ្ឋលោកថានៅពេលពួកគាត់បរិភោគអាហារម្ដងក្លិនស្អុយភាយតាមខ្យល់ចេញពីគំនរសម្រាមបណ្ដាលឲ្យក្អួតចង្អោរលោកបារម្ភប៉ះពាល់សុខភាពកូននិងក្មួយរបស់លោកដែលរស់នៅក្បែរនោះនេះវាធំក្លិនស្អុយមែនតើហ្មងគៀនផ្ទះហ្នឹងខ្ញុំប្រាប់គេដែរប៉ុន្តែគេមិនមកយកផងប្រាប់ពីណាគេកន្លងមកប្រាប់ពួកអ្នកមកយកសម្រាមហ្នឹង 4-5 ថ្ងៃមកយកម្ដងតើនេះយូរមកយកម្ដងឡើងស្អុយចាស់ក្លិនពេញផ្ទះពេញអីអស់លេងក្មួយខ្ញុំក៏នៅហ្នឹងកូនខ្ញុំក៏នៅហ្នឹងបងខ្ញុំម៉ាក់ខ្ញុំក៏នៅហ្នឹងដូចគ្នាប៉ះពាល់ទាំងអស់ប៉ុន្តែខ្ញុំប្រាប់គេមិនមកយកផងកន្លងទៅអាជ្ញាធរខេត្តស្ទឹងត្រែងមានផែនការបណ្ដុះបណ្ដាលអប់រំពលរដ្ឋការទុកដាក់សម្រាមនិងបង្កើតយុទ្ធនាការរើសសម្រាមមួយខែម្ដងដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋស្រឡាញ់បរិស្ថានតាមរយៈវិកខ្ចប់សម្រាមឲ្យបានត្រឹមត្រូវទន្ទឹមនឹងនេះអាជ្ញាធរបានបង្កើតធុងសម្រាមធំច្រើនទីតាំងនិងមានកម្មករប្រមូលសម្រាមជាប្រចាំផងឆ្លើយតបរឿងនេះអភិបាលក្រុងស្ទឹងត្រែងលោកប៊ុនណារីថ្លែងបញ្ជាក់ថាអាជ្ញាធរក្រុងនឹងមានវិធានការអន្តរាគមន៍រឿងនេះដោយដកហូតធុងសម្រាមចេញពីទីកន្លែងនោះនិងជំរុញឲ្យពលរដ្ឋវេចខ្ចប់សម្រាមតាមផ្ទះនីមួយៗដើម្បីឲ្យរថយន្តប្រមូលជាប្រចាំលោកប្រមានថានឹងផាកពិន័យផ្អែកតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលនៅពេលឆាប់នេះប្រសិនបើពលរដ្ឋនៅតែបោះចោលសម្រាមខ្វះសណ្ដាប់ធ្នាប់ពួកគាត់នឹងវិចខ្ចប់ទុកនៅតាមផ្ទះដើម្បីឲ្យឡើងគេដើរយកវិញខ្ញុំដូរកម្មវិធីសុបប្រាធុងសម្រាប់ហើយខ្ញុំមានផែនការអស់ហើយវិធានការអស់ខ្ញុំរៀបចំអស់ហើយអាជ្ញាធរខេត្តស្ទឹងត្រែងធ្លាប់ជំរុញឲ្យមន្ត្រីរាជការសាធារណជននិងពលរដ្ឋមូលដ្ឋាននេះឲ្យរួមគ្នាសម្អាតបរិស្ថានតាមលំនៅឋានរៀងៗខ្លួននិងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវដោយមិនត្រូវបង្ហូរកាកសំណល់ឬលួចបង្ហូរទឹកស្អុយចូលទន្លេតួលេខរបស់អាជ្ញាធរក្រុងស្ទឹងត្រែងបង្ហាញថាពលរដ្ឋរស់នៅក្រុងស្ទឹងត្រែងបញ្ចេញកាកសំណល់មួយថ្ងៃចាប់ពី29តោនដល់31តោននិងចាប់ពី850តោនដល់900តោនក្នុងមួយខែមន្ត្រីសម្របសម្រួលសមាគមអាត6ខេត្តស្ទឹងត្រែងលោកហៅសំអល់យល់ថាទម្លាប់បោះចោលសម្រាមពីវាលពាលការរបស់ពលរដ្ឋនិងអាជីវករនៅខេត្តស្ទឹងត្រែងបានក្លាយជាការបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់សុខភាពសាធារណៈនិងជះឥទ្ធិពលអវិជ្ជមានដល់សង្គមនិងបរិស្ថាន
លោកមើលឃើញថាកន្លងទៅអាជ្ញាធរក្រុងស្ទឹងត្រែងបានយកចិត្តទុកដាក់បង្កើតយុទ្ធនាការដើររើសសម្រាមជាប្រចាំនិងបង្កើតធុងសម្រាមច្រើនទីតាំងក៏ប៉ុន្តែអាជីវករនិងពលរដ្ឋមួយចំនួននៅតែបន្សល់កាកសំណល់សម្រាមពីវាពីកាលនិងបោះចោលសម្រាមក្រៅធុងសម្រាមបញ្ហានេះបង្ហាញពីឥរិយាបថមិនល្អរបស់អាជីវករនិងពលរដ្ឋដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធរកវិធានការអប់រំនិងឈានដល់ការដាក់ទណ្ឌកម្មតាមច្បាប់ផងពាក់ព័ន្ធរឿងហ្នឹងយើងឃើញថាអាជ្ញាធរក្រុងហ្នឹងក៏គាត់ប្រឹងប្រែងដែរនៅក្នុងការរៀបចំសណ្ដាប់ធ្នាប់ហ្នឹងយើងឃើញជាក់ស្ដែងជារឿយៗយើងឃើញគាត់បាននាំកម្លាំងដូចជាសិស្សសាលាហើយនឹងមន្ត្រីរាជការមួយចំនួនដូចជាប៉ូលីសទាហាននិងខាងអាវុធហត្ថឃើញគាត់អាសាដើរសម្អាតណាចឹងនិយាយចឹងណាហើយទន្ទឹមនឹងហ្នឹងយើងគ្រប់គ្រងនៅការសម្អាតហ្នឹងហើយយើងចង់ឲ្យគាត់ចាត់វិធានការតឹងរឹងបន្ថែមទៅទៀតលោកហៅសំអល់លើកឡើងថាពលរដ្ឋទាំងអស់គ្នាមានតួនាទីសំខាន់ចូលរួមបំបត្តិកាកសំណល់និងសម្រាមនៅគ្រប់ទីកន្លែងលោកចង់ឲ្យពលរដ្ឋទាំងអស់ត្រូវនាំគ្នាកែប្រែទម្លាប់វេចខ្ចប់ឬទុកដាក់សម្រាមក្នុងធុងដើម្បីទីក្រុងស្អាតមានអនាម័យល្អលោកបន្ថែមថាពលរដ្ឋមួយចំនួនរស់នៅមាត់ទន្លេបានបោះចោលសម្រាមចូលតាមទឹកទន្លេជាពិសេសគឺថង់ប្លាស្ទិកជាឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងគុណភាពទឹកអ្នកជំនាញផ្នែកបរិស្ថានពន្យល់ថាសម្រាមឬថង់ប្លាស្ទិកនៅពេលចូលក្នុងទឹកទន្លេវាប៉ះពាល់ដល់សុវត្ថិភាពជីវៈចម្រុះសុខភាពសាធារណៈការនេសាទនិងទេសចរនៅពេលប្លាស្ទិកសំយោគនឹងពន្លឺព្រះអាទិត្យវាបំបែកខ្លួនតូចៗដែលផ្ទុកសារធាតុពុលត្រីឬបក្សីទឹកស៊ីប្លាស្ទិកដែលមានសារធាតុពុលហើយមនុស្សបរិភោគអាហារទន្លេអ្នកជំនាញបញ្ជាក់ថាប្លាស្ទិកនេះប៉ះពាល់សុខភាពមនុស្សដែលអាចធ្វើឲ្យមានជំងឺមហារីកជំងឺតាក់ទងប្រព័ន្ធការពារខ្លួននិងជំងឺប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារផងទន្ទឹមនឹងនេះក្លិនស្អុយបណ្ដាលមកពីកំណើសម្រាមបណ្ដាលឲ្យកើតជំងឺរលាកផ្លូវដង្ហើមរលាកសួតនិងជំងឺគ្រុនពោះវៀនជាដើមចំណែកអ្នកដែលប្រឈមខ្លាំងគឺកុមារនិងអ្នកដែលរស់នៅក្បែរកំណើសម្រាមនោះខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងលោកនាងជាទីមេត្រីតាក់ទងនឹងបញ្ហាសុខភាពនេះដែរមេភូមិនិងពលរដ្ឋរស់នៅក្នុងភូមិភ្នំតូចនៃឃុំពង្រោខេត្តកំពង់ឆ្នាំងខកចិត្តចំពោះក្រុមហ៊ុនវាយថ្មនិងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើដែលមិនបានទប់ស្កាត់ការដឹកជញ្ជូនថ្មកាត់ភូមិឬធ្វើឲ្យដីនៅលើផ្លូវហុយខ្លាំងប៉ះពាល់ដល់សុខភាពពលរដ្ឋអាជ្ញាធរអះអាងថានឹងជួយជំរុញឲ្យម្ចាស់ការដ្ឋានធ្វើអាជីវកម្មថ្មទាំងអស់ស្រោចទឹកតាមផ្លូវឲ្យបានទៀងទាត់ដើម្បីកាត់បន្ថយដីហុយនៅក្នុងដំណាក់កាលរងចាំធ្វើផ្លូវចាក់បេតុងថ្មីលោកចិនจิตថាមានសេចក្តីរាយការណ៍អំពីរឿងនេះផ្ទះរបស់អ្នកភូមិភ្នំតូចដែលសង់នៅអមសងខាងផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង3គីឡូម៉ែត្របានប្រែពណ៌ជាក្រហមនៅរដូវប្រាំងដោយប្រឡាក់ធូលីដីហុយចេញពីផ្លូវដែលមានឡានដឹកជញ្ជូនថ្មបើកឆ្លងកាត់យ៉ាងមមាញឹករយៈពេល4ឆ្នាំហើយដែលអ្នកភូមិបានផ្លូវក្រាលគ្រួសក្រហមជំនួសផ្លូវបុរាណដែលងាយស្រួលធ្វើដំណើរចេញចូលក្នុងភូមិជាងមុនប៉ុន្តែពួកគេបែរជារស់នៅក្នុងស្ថានភាពគ្រោះថ្នាក់និងកើតជំងឺទៅវិញមេភូមិភ្នំតូចសម្រាប់ប្រើកម្លាំងប្រជាការពារ4នាក់និងពលរដ្ឋប្រមាណ40នាក់ដើម្បីកាក់ឡានបែនដឹកថ្មនិងដឹកដីនៅចំណុចកណ្ដាលភូមិនៅថ្ងៃទី20ខែមេសាក្រុមអ្នកភូមិមានបំណងចង់ប្រាប់តែកងឡានកុំឲ្យបើកបរក្នុងភូមិលឿនពេកដែលបង្កឲ្យធូលីដីហុយឬគ្រោះថ្នាក់ដល់អ្នកភូមិម្យ៉ាងពួកគេចង់ជួបអាជ្ញាធរថ្នាក់លើនិងម្ចាស់ការដ្ឋានធ្វើអាជីវកម្មវាយថ្មភ្នំចំនួន3កន្លែងដើម្បីដោះស្រាយបញ្ហាថ្លែងទាំងអួលដើមកនិងសម្រក់ទឹកភ្នែកនៅចំពោះមុខពលរដ្ឋដែលកំពុងកាក់ឡាននៅកណ្ដាលផ្លូវលោកមេភូមិមាសឿនថាក្នុងចំណោមពលរដ្ឋក្នុងភូមិភ្នំតូចចំនួន164គ្រួសារមានពលរដ្ឋចំនួន90គ្រួសារបានប៉ះពាល់ផ្ទាល់ពីធូលីដីហុយនេះអស់រយៈពេលជាច្រើនឆ្នាំហើយដែលលោកបានស្នើផ្ទាល់មាត់និងជាលាយលក្ខណ៍អក្សរដោយភ្ជាប់ស្នាមមេដៃពលរដ្ឋដាក់ជូនអាជ្ញាធរខេត្តនិងតំណាងរាស្ត្រប៉ុន្តែមិនឃើញមានលទ្ធផលអ្វីសោះការបាញ់ទឹកបាញ់អីហ្នឹងគឺថា
វាអត់ទៅតាមកិច្ចសន្យាជួនណានោះគាត់បាញ់មួយថ្ងៃ2ដងឬក៏3ដងហើយជួនកាលណាអត់ជោគទៀតផងបាទគ្រាន់តែជួអញ្ចឹងទៅឡានបើកតែម្ដង2ដងនោះហុយអត់ដែលអញ្ចឹងហើយគាត់នៅតាមអមសងខាងផ្លូវនឹងមានផលលំបាកហើយខ្ញុំក៏មានការព្រួយបារម្ភចំពោះសុខភាពរបស់គាត់ខ្ញុំនិយាយទៅចង់ទឹកភ្នែកជាមួយប្រជាជនតែគាត់តោះតែទៅលើភូមិស្រុកតូចនេះហើយខ្ញុំមិនដឹងជាដោះស្រាយយ៉ាងម៉េចសូមអត់ទោសប៉ុស្តិ៍វិទ្យុឬក៏អាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីឲ្យគាត់ជួយពួកខ្ញុំវេទនាណាស់នៅក្នុងភូមិតូចនេះលោកមាសឿនបញ្ជាក់ថាអ្នកភូមិមិនចង់បាត់អាជីវកម្មកាន់ថ្មនោះទេប៉ុន្តែសូមឲ្យអាជ្ញាធរឬភាគីក្រុមហ៊ុនគិតគូរពីផលប៉ះពាល់ពលរដ្ឋផងនៅគ្រាដែលអាជ្ញាធរឬក្រុមហ៊ុនមិនទាន់មានលទ្ធភាពធ្វើផ្លូវក្រាលកៅស៊ូឬចាក់បេតុងគួរតែចាក់ទឹកបណ្ដោះអាសន្ននៅតាមផ្លូវឲ្យបានជោគនិងទៀងទាត់ដើម្បីកាត់បន្ថយធូលីដីហុយព្រោះធូលីដីនិងកម្ទេចថ្មដែលធ្លាក់ពីលើឡានអាចបង្កគ្រោះថ្នាក់ដល់អ្នកភូមិចំណែកពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើនទៀតដែលកំពុងឈរខាត់ឡាននៅកណ្ដាលផ្លូវនៃភូមិភ្នំតូចលោកស្រីលុចសុភាមានប្រសាសន៍ថាក្មេងៗនិងចាស់ៗមួយចំនួននៅក្នុងភូមិចាប់ផ្ដើមមានជំងឺផ្លូវដង្ហើមដែលលោកស្រីសង្ស័យថាបណ្ដាលមកពីធូលីដីនិងធូលីថ្មហុយចូលច្រមុះឬមាត់របស់អ្នកភូមិបណ្ដាលឲ្យកើតជំងឺទាំងនេះលោកស្រីថាចាប់តាំងពីការដ្ឋានកាន់ថ្មដំណើរការបានប៉ះពាល់ខ្លាំងដល់សុខភាពអ្នកភូមិសុខភាពគ្រុនឈឺទៅពេទ្យវាលុះថ្ងៃតិចពូអើយពិនិត្យនៅពេទ្យអញ្ចឹងខ្លះទៅផ្ដាសាយខ្លះទៅលបែងអញ្ចឹងទៅក្អកគ្មានពេលទៅនេទេព្រោះអីក្នុងភូមិភ្នំតូចនេះដូចថាវាគៀបសង្កត់ជាងគេហើយរឿងផ្លូវនឹងហ្មងវាហុយឡានបើកវាច្រើនពេកទៅហើយអត់បាញ់ទឹកមិនមែនតែឡានថ្មនឹងឡានដឹកដីក៏មកតាមនឹងឡានទាឡានមន់ឡានជ្រូកក៏មកតាមនឹងដែរមុនបោះឆ្នោតនឹងសនំពរឲ្យគេធ្វើផ្លូវនឹងឲ្យបានល្អកុំឲ្យហុយអាស៊ីសេរីបានព្យាយាមជួបសម្ភាសតំណាងក្រុមហ៊ុនកាន់ថ្មមួយនៅលើភ្នំអន្សោមថ្មក្នុងចំណោមក្រុមហ៊ុន3ដែលកំពុងធ្វើអាជីវកម្មនៅលើភ្នំក្បែរគ្នានោះជុំវិញវិធានការចាក់ទឹកតាមផ្លូវដើម្បីកាត់បន្ថយការហុយប៉ុន្តែត្រូវបុគ្គលិកប្រចាំការបដិសេធមិនផ្ដល់អត្ថាធិប្បាយដោយប្រាប់ឲ្យរងចាំជួបមេការធំឈ្មោះឈុនអៀងប៉ុន្តែលោកឈុនអៀងមិនបានទទួលទូរស័ព្ទឡើយនៅថ្ងៃទី20ខែមេសាចំណែកប្រធានមន្ទីររ៉ែនិងធម្មពលខេត្តកំពង់ឆ្នាំងលោកអុករស់ថាលោកនឹងចោះជំរុញឲ្យក្រុមហ៊ុនធ្វើអាជីវកម្មទាំងអស់ចាក់ទឹកតាមផ្លូវក្នុងភូមិដើម្បីកុំឲ្យហុយនៅក្នុងដំណាក់កាលរងចាំគម្រោងធ្វើផ្លូវចាក់បេតុងមន្ត្រីជំនាញបានតម្រូវឲ្យក្រុមហ៊ុនបង់លុយចូលរាន់ក្នុងថ្ម1ម៉ែត្រគីបចំនួន7កាក់កន្លះឬស្មើជាង 3000 រៀលចំណែក1កាក់កន្លះទៀតត្រូវបង់សម្រាប់ជួសជុលផ្លូវឬអភិវឌ្ឍនៅមូលដ្ឋានឧបមាថាមូលដ្ឋានហ្នឹងវាត្រូវធ្វើផ្លូវសំណើមកហើយគេបោកមើលតើលុយនឹងធ្វើបានគេអាដាមរដ្ឋស្នើដល់អាដាមរដ្ឋមន្ត្រីគាត់សម្រេចឲ្យគឺស្ថាបនាផ្លូវនៅម្ដងឃើញឃុំលើកសំណើមកដែរយើងពុំបណ្ឌិតទៅលុយប្រហែលជាអត់ទាន់គ្រប់អញ្ចឹងឲ្យគាត់ស្រោចទឹកដល់សំសិនហ្នឹងហើយលោកអុករស់បន្ថែមថាថវិកាដែលក្រុមហ៊ុនបង់សម្រាប់ទុកអភិវឌ្ឍមូលដ្ឋានឬធ្វើផ្លូវនោះគឺនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរាយនឹងធម្មពលដែលតម្កល់ទុកនៅធនាគារជាតិលោកបង្ហើបថាថវិកានេះមិនទាន់គ្រប់ចំនួនដែលអាចធ្វើផ្លូវបេតុងមួយខ្សែនេះបាននៅឡើយទេប៉ុន្តែលោកជឿថាផ្លូវមួយខ្សែដែលពលរដ្ឋកំពុងត្អូញត្អែថាហុយខ្លាំងនេះនឹងចាប់ផ្ដើមធ្វើនៅចុងឆ្នាំ2017ខាងមុខការដ្ឋានកាន់ថ្មភ្នំដំរីរមៀលរបស់នាយកដ្ឋានអភិវឌ្ឍនៃក្រសួងការពារជាតិការដ្ឋានកាន់ថ្មលើភ្នំអន្សោមថ្មាតរបស់ក្រុមហ៊ុន PS5 របស់ចិននិងក្រុមហ៊ុនកាន់ថ្មនៅភ្នំថ្លុកត្របែកស្ថិតនៅឃុំពង្រស្រុករលាផ្អៀកំពុងដំណើរការអាជីវកម្មរាល់ថ្ងៃមានឡានបែនតូចធំចេញចូលទិញថ្មចន្លោះពី60ទៅ100ឡានក្នុងមួយថ្ងៃបើកបរកាត់ផ្លូវក្រាលគ្រួសក្រហមតាមមុខផ្ទះរបស់អ្នកភូមិភ្នំតូចនៃឃុំពង្រស្រុករលាផ្អៀខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំង
យើងក៏លេខទៅមើលបញ្ហាអនាម័យនៅខេត្តព្រះសីហនុវិញម្ដងរដ្ឋបាលខេត្តនេះអះអាងថាប្រជាពលរដ្ឋទូទៅនៅមិនទាន់បានចូលរួមថែរក្សាបរិស្ថានឆ្នេរឲ្យមានអនាម័យនោះទេដោយពួកគាត់ភាគច្រើននៅបន្តបោះសម្រាមឬកាកសំណល់សល់ពីអាហារទទួលទាននៅតាមឆ្នេរនិងតាមផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ពីខេត្តព្រះសីហនុលោកដែននាយកជារាយការណ៍អំពីរឿងនេះរដ្ឋបាលខេត្តព្រះសីហនុក៏សម្គាល់ថាទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសភ្ញៀវទេសចរជាតិដែលចូលមកកំសាន្តខេត្តនេះនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទើបបញ្ចប់ថ្មីនេះពួកគេមិនទាន់ចូលរួមវិច្ឆ័ពកាកសំណល់សម្រាមឬសំណល់សល់ពីអាហារទទួលទានរៀងខ្លួនឲ្យបានត្រឹមត្រូវនៅឡើយទេអភិបាលខេត្តព្រះសីហនុលោកយុនមានប្រសាសន៍ថាសាធារណជនទូទៅពិសេសភ្ញៀវទេសចរគួរភ្ញាក់រលឹកនិងលះបង់ទម្លាប់មិនល្អដែលធ្លាប់បោះចោលសម្រាមឬកាកសំណល់សល់ពីអាហារទទួលទានរបស់ខ្លួនហើយងាកមកចូលរួមវិច្ឆ័ពកាកសំណល់ឲ្យបានត្រឹមត្រូវដើម្បីរួមចំណែកថែរក្សាបរិស្ថានឲ្យមានអនាម័យលោកយុនមានបន្តថាការងារសម្អាតបរិស្ថាននៅតាមទីសាធារណៈនិងនៅតាមតំបន់ឆ្នេរសមុទ្រឲ្យមានអនាម័យនិងសោភ័ណភាពត្រូវចាប់ផ្ដើមពីពលរដ្ឋទាំងអស់គ្នាលោកថាការងារថែរក្សាអនាម័យបរិស្ថាននៅតាមផ្លូវសាធារណៈនិងនៅតាមតំបន់ឆ្នេរសមុទ្រទាំងនៅលើដីគោកនិងនៅលើដីកោះគឺកន្លងមករដ្ឋបាលក្រុងខេត្តរួមជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធក្រមអាវ៉ាតរដ្ឋបាលខេត្តព្រះសីហនុតែបានចុះសម្អាតបរិស្ថានឬដើររើសសម្រាមជារៀងរាល់ខែនៅតាមឆ្នេរដើម្បីធ្វើជាគំរូបំផុសឲ្យប្រជាពលរដ្ឋចូលរួមប៉ុន្តែតាមការកត់សម្គាល់មិនសូវមានពលរដ្ឋចូលរួមច្រើននោះទេទាក់ទិនបញ្ហានេះអ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គមបានសំណូមពរដល់ប្រជាពលរដ្ឋឬភ្ញៀវទេសចរចូលមកទស្សនាខេត្តព្រះសីហនុត្រូវរួមគ្នាចូលរួមថែរក្សាបរិស្ថានតំបន់ឆ្នេរសមុទ្រឲ្យមានសោភ័ណភាពដើម្បីលើកកម្ពស់កិត្តិយសជាតិតាមរយៈការរួមគ្នាសម្អាតបរិស្ថានទីសាធារណៈឬតំបន់ឆ្នេរសមុទ្រឲ្យមានអនាម័យជាប្រចាំអ្នកស្រីជាបសុធារីអ្នកសម្របសម្រួលសមាគមអាត60ប្រចាំខេត្តព្រះសីហនុក៏សម្គាល់ថាទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តនេះកន្លងមកគឺពួកគេមិនសូវចាប់អារម្មណ៍លើការងារថែរក្សាសម្អាតបរិស្ថាននេះទេអ្នកស្រីបន្តថាទម្លាប់អាក្រក់បោះចោលសម្រាមឬកាកសំណល់សល់ពីអាហារទទួលទាននេះមានទាំងពលរដ្ឋមានជីវភាពក្រីក្ររហូតដល់អ្នកមានលុយកាក់ស្ដុកស្ដំឬជិះឡានមានតម្លៃថ្លៃខ្ពស់គឺពួកគេហាក់មិនខ្វល់ចំពោះការវិច្ឆ័ពកាកសំណល់ឬការងារថែរក្សាបរិស្ថាននេះទេអ្នកស្រីសុធារីឲ្យដឹងទៀតថានៅពេលមានពិធីបុណ្យទានចូលមកដល់ម្ដងឃើញប្រជាពលរដ្ឋភាគច្រើនបានបោះចោលកាកសំណល់សម្រាមឬក៏សំណល់សល់ពីអាហារនៅតាមទីសាធារណៈគ្មានសណ្ដាប់ធ្នាប់ទេកន្លងមកទន្ទឹមគ្នានេះអ្នកឃ្លាំមើលសង្គមរូបនេះក៏បានលើកទឹកចិត្តចំពោះប្រជាពលរដ្ឋឬភ្ញៀវទេសចរមួយចំនួនដែលបានរួមសហការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈនិងនៅតាមតំបន់ឆ្នេរសមុទ្រដោយបានវិច្ឆ័ពកាកសំណល់សល់ពីអាហារទទួលទានបានត្រឹមត្រូវនិងទុកដាក់មានរបៀបរៀបរយតែយើងឃើញថាកន្លែងខ្លះក៏មានការចូលរួមពីភ្ញៀវទេសចរពីអ្នកលក់ដូរហើយពីអ្នកដែលមកកំសាន្តប៉ុន្តែកន្លែងខ្លះទៀតយើងឃើញថាគឺជាទម្លាប់មួយដែលយើងឃើញថាប្រជាពលរដ្ឋភាគច្រើនគាត់ហូបអីចឹងទៅគាត់បានវិច្ឆ័ពស្រួលទៅធ្វើឲ្យស្បង់ផ្លាស្ទិកឬក៏ដបទឹកសុទ្ធឬក៏កំប៉ុងមីយ៉ាហ្នឹងគឺហើរទៅពីពេញហ្នឹងក្នុងនាមមន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុអ្នកស្រីសុធារីបានរំលឹកដល់ប្រជាពលរដ្ឋទូទៅនៅមូលដ្ឋាននេះពិសេសភ្ញៀវទេសចរដែលកន្លងមកធ្លាប់មានទម្លាប់អាក្រក់បោះចោលកាកសំណល់ឬសម្រាមគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈគួរល្មមលះបង់ទម្លាប់មិនល្អនេះចោលនិងងាកមករួមគ្នាថែរក្សាបរិស្ថានសាធារណៈឲ្យមានអនាម័យប្រជាប្រដ្ឋឬក៏ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានឬក៏តំបន់ឆ្នេរនានាទូទាំងខេត្តព្រះសីហនុហ្នឹងមេត្តាវិច្ឆ័ពសម្រាមយកទៅដាក់នៅក្នុងធុងបើមិនយកទៅដាក់ក្នុងធុងទេក៏សូមឲ្យមានស្បោងផ្លាស្ទិកច្រកប្រមូលសម្រាមនឹងដាក់ដុំដើម្បីងាយស្រួលក្នុងការដែលក្រុមជំនាញឬក៏ក្រុមប្រមូលស្រាមហ្នឹងគាត់ងាយស្រួលក្នុងការប្រមូលស្រាមចំណែកអាជីវករលក់ដូរចំណីអាហារនៅឆ្នេរអូឈើទាលទទួលស្គាល់ថាពិតជាមានភ្ញៀវទេសចរភាគច្រើនដែលអង្គុយទទួលទានអាហារនាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនៅតាមតូបឬតុអង្គុយពួកគេបានបោះចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់ពិតមែនទោះបីម្ចាស់តូបលក់ដូរបានដាក់កន្ត្រកឬធុងសម្រាមសម្រាប់ដាក់កាកសំណល់ទាំងនោះបែបណាក្តីអាជីវករលក់ដូរនៅឆ្នេរអូឈើទាលលោកកឹមសុកឲ្យដឹងថាកាកសំណល់សម្រាមត្រូវបានប្រជាពលរដ្ឋឬភ្ញៀវទេសចរដែលចូលមកកំសាន្តតាមតំបន់ឆ្នេរអំឡុងពិធីបុណ្យចូលឆ្នាំពួកគេបោះចោលគ្មានរបៀបរៀបរយពិតមែន
ផ្ដល់សម្ភារពេលកំពុងបោសសម្អាតកាកសំណល់សម្រាមសល់ពីអាហារទទួលទានដែលភ្ញៀវទេសចរបោះចោលនៅតាមឆ្នេរសមុទ្រឆ្នេរអូឈើទាលបញ្ជាក់ថាមានភ្ញៀវខ្លះទោះបីម្ចាស់ហាងបានផ្ដល់ធុងសម្រាមសម្រាប់ដាក់កាកសំណល់នៅតាមតុអង្គុយនីមួយៗក៏ដោយក៏ប៉ុន្តែពួកគាត់មិនបានដាក់កាកសំណល់ទាំងនោះចូលទៅក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវទេហើយបានបោះចោលពាសវាលពាសកាលខ្ញុំស្នើពរឲ្យភ្ញៀវទេសចរទាំងអស់គាត់ចេះរក្សាតំបន់ឆ្នេរនឹងឲ្យវាគ្មានសម្រាមសោះតែវាស្រស់បោះហើយវាស្អាតហើយបងប្អូនជីកក៏ចឹងដែរសូមគាត់ជួយសម្អាតហាងនីមួយៗបាទដើរមើលទៅសិតតែសម្រាមទាំងអស់យើងជាម្ចាស់ហាងយើងជាតកែយើងជាកូនចៅបុគ្គលិកអីក៏ដោយត្រូវតែឲ្យសម្អាតរាល់ព្រឹកបាទតែវាស្អាតសម្រាមនៅតំបន់ឆ្នេរហ្នឹងបាទទោះជាយ៉ាងនេះក្តីលោកគឹមសុខទទួលស្គាល់ថាបើធ្វើការប្រៀបធៀបគំនិតយល់ដឹងពីការទុកដាក់សម្រាមឬការវិខ្ចប់កាកសំណល់សម្រាមនៃឱកាសបុណ្យចូលឆ្នាំនេះទៅនឹងបុណ្យចូលឆ្នាំមុនសង្កេតឃើញថាឆ្នាំនេះភ្ញៀវទេសចរហាក់មានការយល់ដឹងការងារសម្អាតបរិស្ថានឬរក្សាកាកសំណល់បានប្រសើរជាងឆ្នាំមុនព្រមជាមួយគ្នានេះអាជីវករឆ្នេរអូឈើទាលបានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុនិងមន្ទីរស្ថាប័នពាក់ព័ន្ធត្រូវបន្ថែមធុងសម្រាមនៅតាមផ្លូវឬតាមតំបន់ឆ្នេរសមុទ្រឲ្យបានច្រើនថែមទៀតព្រោះធុងសម្រាមសម្រាប់ទុកដាក់កាកសំណល់រាល់ថ្ងៃនេះមិនមានចំនួនគ្រប់គ្រាន់ទេពិសេសជាងនេះលោកគឹមសុខក៏ស្នើដល់ប្រតិបត្តិការទេសចរឬអាជីវករនៅតាមទីតាំងបម្រើសេវាកម្មទេសចរនីមួយៗត្រូវចូលរួមការងារសម្អាតបរិស្ថានឆ្នេរនិងទីសាធារណៈជាមួយអាជ្ញាធរឲ្យបានទាំងអស់គ្នាដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគតខ្ញុំនាំពោដល់ខេត្តដែលគ្រប់គ្រងតំបន់ឆ្នេរហ្នឹងគួរគាត់រក្សានៅឆ្នេរខ្សាច់ឲ្យស្អាតកុំឲ្យទឹកវាហូរស្រស់បាក់ខ្សាច់ពេលភ្លៀងមកម្ដងអាក្រក់មើលណាបាទទីនឹងសិតតែស្រឡែហើយទឹកដក់ពេញនៅលើឆ្នេរហ្នឹងអត់ស្អាតសោះបាទខ្ញុំមើលទៅគួរខេត្តជួយមើលផងបាទប្រធានមន្ត្រីទេសចរខេត្តព្រះសីហនុលោកតាំងសុចិត្រគ្រឹស្ណាបង្ហាញមោទនភាពដែលក្នុងរយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំនេះខេត្តនេះទទួលបានភ្ញៀវទេសចរកើនជាង 10% បើប្រៀបធៀបឆ្នាំ2016ដោយទទួលបានភ្ញៀវទេសចរសរុបជាង 143,000 នាក់លោកតាំងសុចិត្រគ្រឹស្ណាទទួលស្គាល់ថាបុណ្យចូលឆ្នាំថ្មីឆ្នាំនេះកាកសំណល់សម្រាមត្រូវបានប្រជាពលរដ្ឋឬភ្ញៀវទេសចរបោះចោលគ្មានសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈនិងនៅតាមតំបន់ឆ្នេរមួយចំនួនពិតមែនលោកស្នើដល់សាធារណជនទូទៅត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានទាំងអស់គ្នាដើម្បីថែរក្សាសុខភាពនៅតាមក្រុមគ្រួសារនីមួយៗនិងលើកកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិខ្ញុំដែរនាយកជាអាស៊ីសេរីខេត្តព្រះសីហនុជាបន្តទៅនេះខ្ញុំបាទថាកិត្យាសូមជូនព័ត៌មានបញ្ចប់ប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានធានាថាប្រសិនបើគណៈបករបស់លោកឈ្នះឆ្នោតនឹងមិនធ្វើឲ្យមានសង្គ្រាមឡើយផ្ទុយទៅវិញនឹងធ្វើឲ្យប្រជាពលរដ្ឋរួចផុតពីការផិតភ័យទាំងឡាយទាំងពួងទោះជាយ៉ាងនេះក្តីមន្ត្រីបកកណ្ដាលអំណាចនៅតែយល់ថាសន្តិភាពរបស់កម្ពុជាពិបាកនឹងធានាណាស់ប្រសិនបើបកប្រឆាំងឡើងកាន់អំណាចមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងនឹងអ្នកវិភាគថាការចាក់ចេញរបស់ក្រុមសកម្មជននឹងជំទប់ឃុំបកប្រឆាំងនៅទៅចូលរួមជាមួយគណៈបកកណ្ដាលអំណាចនៅមូលដ្ឋាននឹងមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេក៏ប៉ុន្តែគណៈបកកណ្ដាលអំណាចនិងសង្គមស៊ីវិលដែលធ្វើការផ្នែកបោះឆ្នោតយល់ថានឹងមានផលប៉ះពាល់ខ្លះដែរនិយាយអំពីបញ្ហាបោះឆ្នោតវិញអ្នកជំនាញខាងការបោះឆ្នោតលើកឡើងស្រដៀងគ្នាថាភាពមិនស្មើគ្នានៃការឃោសនារបស់គណៈបកនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយនឹងកើតមានឡើងជាថ្មីទៀតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខបញ្ហានេះគឺដោយសារតែគណៈបកកាន់អំណាចមានធនធាននិងមធ្យោបាយច្រើនក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយខណៈគណៈបកដទៃទៀតខ្វះខាតមធ្យោបាយទាំងនេះនាយករដ្ឋមន្ត្រីវៀតណាមលោកងវៀនស៊ុនហ្វុកក្រុងជួបមេដឹកនាំកម្ពុជារបស់កម្ពុជាចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែមេសានៅរាជធានីភ្នំពេញអាជ្ញាធរនឹងបិទកំណត់ផ្លូវជាតិលេខ21ចាប់ពីចំណុចស្ពានមិត្តភាពកម្ពុជាចិនកោះធំស្រុកស្អាងខេត្តកណ្ដាលដល់ច្រកព្រំដែនជ្រៃធំស្រុកកោះធំខេត្តកណ្ដាលចាប់ពីថ្ងៃទី23ខែមេសាម៉ោង 12 យប់ដល់ថ្ងៃទី24មេសាម៉ោង 1 រសៀលស
សហគមន៍មានចំនួនដីធ្លីនៅភ្នំពេញមិនទាន់ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រង់ត្រីធំដូចមុនឡើយពលរដ្ឋបង្កក់លើកមូលហេតុថាដោយសារជប់រវល់ខ្វះថវិកានិងខ្លាចការគំរាមកំហែងរបស់រដ្ឋាភិបាលរីឯពលរដ្ឋបុរីកីឡាវិញថាពួកគាត់ភ័យច្រើនកំពុងធ្លាក់ខ្លួនឈឺក្រោយរស់នៅលើគំនរសម្រាមជាច្រើនឆ្នាំគ្មានដំណោះស្រាយលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីសម្រាប់រាត្រីនេះចប់ត្រឹមតែប៉ុណ្ណេះវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទថាកិត្យានិងលោកសាន់សែលព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី